សូមជម្រាបសួរថ្ងៃនេះខ្ញុំមានវីដេអូបកប្រែមួយចេញពីឯកសារចាស់របស់លោកដុកទ័រប៊ឺកហើយឯកសារនោះគឺជាវីដេអូដែលគាត់បានបង្ហោះតាម YouTube ខ្ញុំនឹងទុក link នៅខាងក្រោមបន្ទាប់ពីវីដេអូនេះហើយឯកសារថ្ងៃនេះគឺខ្ញុំចង់និយាយអំពីមូលហេតុអ្វីបានជារបបអាហារដែលមានប្រូតេអ៊ីនមិនមែនជាកត្តាបង្កឲ្យមានការកកើតជំងឺហើមសន្លាក់ឬហៅថាជំងឺកោតខណៈមនុស្សជាច្រើនគឺគិតថាវាជាការបង្កហេតុអីបានគេគិតអញ្ចឹងពីព្រោះដោយសារសារជាតិភូរីនដែលចូលក្នុងខ្លួនមនុស្សនឹងបំលែងទៅជាអាស៊ីតយូរិកហើយអាហារដែលសម្បូរសារជាតិភូរីនគឺគ្រឿងក្នុងសត្វនិងគ្រប់ប្រភេទសាច់សត្វក្រហមរួមទាំងត្រីដែរឥឡូវនេះយើងមកនិយាយអំពីអ្វីទៅជាអាស៊ីតយូរិកអាស៊ីតគឺជាទិន្នផលនៃប្រូតេអ៊ីនពេលអាស៊ីតយូរិកកើនឡើងខ្ពស់នៅក្នុងឈាមវាហូរយ៉ាងលឿនទៅកាន់សន្លាក់នានាដែលបង្កជាការរលាកគ្រប់ប្រភេទជាពិសេសនៅសន្លាក់មេជើងតែក៏មាននៅតាមសន្លាក់ជង្គង់សន្លាក់ត្រគាកនិងសន្លាក់ស្មានិងគ្រប់សន្លាក់ទាំងអស់នៃរាងកាយរបស់យើងហើយពេលនោះយើងត្រូវបានគេទូន្មានតគ្នាមកថាត្រូវកាត់ផ្ដាច់អាហារប្រភេទសាច់ពិសេសគឺសាច់ក្រហមឬសាច់គោឬសាច់ជ្រូកជាដើមឬអ្នកខ្លះទៀតបានប្រែខ្លួនឯងជាមនុស្សហូបប្រភេទអាហារបួសលាក់និងលាក់ក៏មានប៉ុន្តែដុកទ័រប៊ឺកគាត់មានសេចក្តីពន្យល់អំពីការពិតមួយចំនួនគឺទី1ជាង 60% នៃអាស៊ីតយូរិកក្នុងរាងកាយរបស់យើងមិនមែនកើតពីរបបអាហារនោះទេគឺក៏កើតចេញពីរាងកាយយើងផ្ទាល់គឺរាងកាយយើងផ្ទាល់ខ្លួនឯងជាអ្នកផលិតមកដំណើរការនោះហៅថា endogenous បានន័យថាមានតែ 1/3 ប៉ុណ្ណោះនៃអាស៊ីតយូរិកក្នុងរាងកាយយើងដែលកកើតពីរបបអាហារទី2សេចក្តីសម្គាល់បញ្ជាក់មួយទៀតគឺពេលមនុស្សធ្វើ intermittent fasting ឬធ្វើរបបអាហារ ketogenic ពួកគេក៏អាចមានការកើនឡើងដំបូងនៅអាស៊ីតយូរិកក្នុងមេកានិកនៃការផ្លាស់ប្ដូរឬក្នុងដំណើរការនៃការផ្លាស់ប្ដូរដែរហេតុអីពីព្រោះអាស៊ីតយូរិកក៏ជាមេភ្នាក់ងារប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយយើងដែរដូច្នោះជាក់ស្ដែងតែម្ដងពេលដែលរាងកាយយើងស្ថិតក្នុងស្ថានភាព fasting និងក្នុងស្ថានភាពនៃរបបអាហារដែលមានម្សៅតិចរាងកាយយើងត្រូវការភ្នាក់ងារប្រឆាំងអុកស៊ីតកម្មពីអាស៊ីតយូរិកនេះដែលវាបានបង្កើតឡើងពីខាងក្នុងដើម្បីសម្អាតឬព្យាបាលបញ្ហាផ្សេងៗក្នុងរាងកាយយើងអញ្ចឹងយើងសាករីគិតឡើងវិញថាបើសាច់ពិតជាមេបង្កធំឲ្យកើតអាស៊ីតយូរិកចុះហេតុអីបានជាវាកើនឡើងនៅពេលយើង fasting ទាំងយើងអត់ហូបអីសោះទី3 90% នៃអ្នកកើតកោតឬ 90% នៃអ្នកហើមសន្លាក់មេជើងឬ 90% នៃអ្នកមានបញ្ហាសន្លាក់ផ្សេងៗគឺមកពីបញ្ហាដែលអ្នកទាំងអស់នោះមិនអាចជំរុះអាស៊ីតយូរិកពីរាងកាយបានមិនមែនមកពីការផលិតលើសលប់នៃអាស៊ីតយូរិកនោះទេគឺមានតែ 10% ប៉ុណ្ណោះនៃមនុស្សក៏កើតជំងឺសន្លាក់មេជើងដែលផលិតអាស៊ីតយូរិកច្រើនលើសលប់ដូច្នោះបញ្ហាពិតប្រាកដរបស់អ្នកជំងឺហើមសន្លាក់ទាំងនោះគឺរាងកាយរបស់ពួកគេមិនមានលទ្ធភាពក្នុងការជំរុះអាស៊ីតយូរិកអញ្ចឹងមានន័យយ៉ាងម៉េចទៀតមានន័យថាបញ្ហាគឺក្នុងក្រលៀនមានរបួសឬក្រលៀនបានស្ថិតក្នុងស្ថានភាពមិនប្រក្រតីនៃមុខងាររបស់វាហើយអ្វីទៅដែលជាកត្តាបង្កឲ្យមានរបួសទៅដល់ក្រលៀនចំណាត់ថ្នាក់លើគេដែលបង្កឲ្យរបួសដល់ក្រលៀនគឺជំងឺទឹកនោមផ្អែមបើយើងចូលដំណាក់កាលទឹកនោមផ្អែមនោះយើងប្រឈមហានិភ័យខ្ពស់ក្នុងការកកើតជំងឺហើមសន្លាក់មេជើងដែលគេហៅថាកោតនេះឯងហេតុអ្វីពីព្រោះពេលយើងកើតទឹកនោមផ្អែមប្រភេទ2ដែលជាប្រភេទដែលមនុស្សជាច្រើនងាយនឹងកើតច្រើនជាងគេក្នុងពេលបច្ចុប្បន្នពេលយើងកើតជំងឺទឹកនោមផ្អែមបានន័យថាអ៊ីនស៊ូលីនរបស់យើងស្ថិតក្នុងកម្រិតខ្ពស់ហើយអ៊ីនស៊ូលីននោះអត់ដំណើរការគឺជាការគាំងនៃអ៊ីនស៊ូលីនឬហៅថា insulin resistant ជាតិស្ករក្នុងឈាមរបស់យើងត្រូវការអ៊ីនស៊ូលីនដើម្បីដឹកជញ្ជូនស្ករចូលកោសិកាប៉ុន្តែអ៊ីនស៊ូលីនរបស់យើងច្រើនពេកឡើងណែនគាំងបាត់ទៅហើយធ្វើឲ្យស្ករក្នុងឈាមច្រើនហើយស្ករទាំងនោះហើយដែលបានបង្កការយាយីទៅដល់ក្រលៀន
តែតាមពិតមិនមែនមានត្រឹមតែកលៀនទេនៅពេលដែលអ៊ីនស៊ូលីនគាំងឬនៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់នោះគឺស្ករនឹងចូលទៅយាយីដល់4កន្លែងធំក្នុងរាងកាយរបស់យើងទី1ប្រស័យប្រសាទនៃខួរក្បាលរបស់យើងទី2គឺភ្នែករបស់យើងទី3សរសៃឈាមជុំវិញបេះដូងយើងហើយទី4នោះគឺក្រលៀនដូច្នេះការគាំងអ៊ីនស៊ូលីនឬភាពធន់នៃអ៊ីនស៊ូលីនឬ insulin resistant គឺជាតួឯកធំជាងគេនៅពីក្រោយបញ្ហាជំងឺហើមសន្លាក់ឬ gout ហើយផ្លែឈើគឺជាកត្តាធំបន្ថែមយ៉ាងលឿនមួយទៀតដែលបង្កឲ្យកើតជំងឺសន្លាក់ឬ gout ហេតុអ្វីព្រោះក្នុងចំណោមប្រភេទស្ករទាំងអស់ផ្លែឈើជាប្រភេទស្ករ fructose មកជាកញ្ចប់តែម្ដងដែលបង្កផលប៉ះពាល់យ៉ាងធំដល់ការគាំងនៃ insulin ឬ insulin resistant ហើយ fructose ក្នុងផ្លែឈើអាចបង្កើនអាស៊ីតយូរិកដោយផ្ទាល់តែម្ដងដូច្នោះកម្រិតខ្ពស់នៃ insulin កម្រិតខ្ពស់នៃស្ករបង្កឲ្យកលៀនខ្ទប់ទុកមកវិញនៅអាស៊ីតយូរិកហើយវាក៏ធ្វើឲ្យកលៀនខ្ទប់ទុកមកវិញនៅសារធាតុរាវផងដែរតាមរយៈហេតុផលនៃដំណើរការទាំងនោះយើងអាចយល់បានថាមិនមែនប្រូតេអ៊ីនពីសាច់ក្រហមឬប្រូតេអ៊ីនពីប្រភពនានាដែលបង្កឲ្យកើតជំងឺហើមសន្លាក់ទេគឺភាពគាំងនៃអ៊ីនស៊ូលីនឬ insulin resistant ទេដែលជាមេបង្កធំឥឡូវនេះតើយើងត្រូវធ្វើយ៉ាងម៉េចទី1យើងត្រូវតែធ្វើឲ្យរាងកាយយើងជាសះស្បើយពីភាពគាំងនៃអ៊ីនស៊ូលីនឬជាពី insulin resistant ប៉ុន្តែដុកទ័របឺតគាត់ពន្យល់បញ្ជាក់បន្ថែមទៀតថាពេលយើងធ្វើរបបអាហារ keto និងធ្វើ intermittent fasting យើងក៏នឹងឃើញរាងកាយរបស់យើងផលិតអាស៊ីតយូរិកនោះក្នុងកម្រិតមូលដ្ឋានបណ្ដោះអាសន្នប៉ុណ្ណោះតែនៅពេលដែលយើងធ្វើវាបន្តទៅមុខបន្តិចទៀតពេលនោះរាងកាយរបស់យើងចាប់ផ្ដើមដំណើរការសម្របហើយពេលនោះវានឹងបាត់ទៅវិញបើអញ្ចឹងហេតុអីត្រូវធ្វើព្រោះយើងត្រូវការរបបអាហារ keto និង intermittent fasting ដើម្បីជាសះស្បើយពីភាពគាំងនៃអ៊ីនស៊ូលីនបន្ទាប់មកវានឹងសម្រួលដំណើរការនៃមុខងារក្រលៀនដើម្បីឲ្យក្រលៀនច្រោះអាស៊ីតយូរិកចេញបានត្រឹមត្រូវជាងមុនពេលនោះជំងឺហើមសន្លាក់ក៏ត្រូវបានជាហើយសម្រាប់អ្វីដែលយើងអាចធ្វើបានបន្ថែមទៀតក្នុងការបន្ធូរបន្ថយរោគសញ្ញានៃការហើមសន្លាក់ឬបន្ធូរបន្ថយរោគសញ្ញាបន្ថែមទៀតអំឡុងពេលដែលយើងកំពុងតែកើតជំងឺសន្លាក់គឺការធ្វើឲ្យរាងកាយរបស់យើងអាល់កាឡាយបន្តិចដោយវិធីណាគឺដោយការបរិភោគអាហារប្រភេទណាឬអ្វីដែលមានសារជាតិរ៉ែប៉ូតាស្យូមស៊ីត្រាតហើយយើងក៏អាចហូបក្នុងទម្រង់នៃម្សៅអេឡិចត្រូឡៃតគោនិងទឹកចំណុចទាំងនោះវានឹងបង្កើន pH ក្នុងទឹកនោមរបស់យើងដែលនោះហើយគឺអាចរារាំងការបង្កើតអាស៊ីតយូរិកដែលទៅផ្ដុំនៅតាមសន្លាក់